សំណាងដ៏ធំបំផុតរបស់កូនៗនៅពេលនេះគឺមានឪពុកម្ដាយដែលគាត់កំពុងតែមានជីវិតនៅចាំមើលការតស៊ូរបស់យើងបងប្អូនមិនថាយើងរស់ស៊ីធ្វើការឬក៏ធ្វើអ្វីមួយឯងយើងតែងតែមានឪពុកម្ដាយរបស់យើងគាត់ចាំលើកទឹកចិត្តនេះហើយគឺជាសំណាងដ៏ពិតប្រាកដរបស់កូនហើយសម្រាប់ម៉ែខ្ញុំវិញបានដើរមើលហាងកាហ្វេរបស់កូនរបៀបនេះទឹកមុខនិយាយពីថាស្រស់ស្រាយមែនទែនហ្មងហើយទោះបីជាហាងកាហ្វេផ្ទះសារាយហាងកាហ្វេរបស់ខ្ញុំផ្ទាល់នៅក្នុងបរិវេណផ្ទះខ្ញុំក៏ដោយបងប្អូនក៏ម៉ែខ្ញុំអត់សូវបានងាយដើរមកដែរដោយសារតែគាត់ពិបាកក្នុងការដើរមើលមែនទេហើយអ្វីដែលម៉ែខ្ញុំគាត់តែងតែនិយាយនោះគាត់អត់ចង់ដើរចូលហាងកាហ្វេដោយសារតែគាត់ថាគាត់ខ្លាចខ្មាស់គេពេលដែលឃើញភ្ញៀវខ្ញុំគាត់មកទិញអញ្ចឹងទៅគាត់ថាអូយឃើញខ្លួនឯងដើរធ្វើប៉ាំងប៉ើកអញ្ចឹងគាត់ខ្មាស់គេអីអញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំអត់ទេខ្ញុំតែងតែលើកទឹកចិត្តគាត់ថាទៅខ្មាស់គេទៅអីម៉ែរឿងឈឺរឿងអីណាគេក៏ចេះឈឺចេះអីដែរហើយពេលដែលខ្ញុំនាំមកអញ្ចឹងទៅឲ្យគាត់ពាក់ស្បែកជើងបងប្អូននិយាយថាអូយចង់ពាក់ស្បែកជើងនឹងបាត់អត់បានទេអ្វីដែលខ្ញុំសង្កេតមើលទៅកាន់ម៉ែរបស់ខ្ញុំពេលដែលគាត់បានឃើញរុក្ខជាតិពណ៌បៃតងបងប្អូនមិនថាជាដើមឈើអ្វីក៏ដោយឲ្យតែគាត់បានឃើញដឹងតែទឹកមុខគាត់ប្រែទៅជាស្រស់ថ្លាភ្លាមហ្មងហើយសម្រាប់ហាងកាហ្វេផ្ទះសារាយមានបើកជារៀងរាល់ថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យចាប់ពីម៉ោង 7 ព្រឹកដល់ម៉ោង 7 យប់បងប្អូនហើយសម្រាប់ថ្ងៃសៅរ៍ថ្ងៃអាទិត្យវិញមានរបស់លក់ច្រើនបងប្អូនអាចមកលេងបានសម្រាប់នៅហាងកាហ្វេផ្ទះសារាយគេមានលក់តាំងពីនំបញ្ចុកទឹកប្រហុកបងប្អូននំបញ្ចុកស្លការីស្លប៉ាហាវហើយក៏មានដូចជាប្រហិតចៀនបុកល្ហុងហើយបាយឆាមីឈីអីជាដើមបើសិនជាបងប្អូនចង់ដឹងថានៅផ្ទះសារាយមានអីគេខ្លះបងប្អូនអាចមកលេងដោយផ្ទាល់បានដែលមានទីតាំងហួសអធិការស្រុកម៉ាឡៃប្រហែលជា300ម៉ែត្រឬក៏បងប្អូនទាំងអស់គ្នាអាចមើល link location នៅលើ comment របស់ខ្ញុំបានហើយបើសិនជាបងប្អូនទាំងអស់គ្នាមកខ្ញុំចង់ណែនាំស្រុករបស់ខ្ញុំមែនទេនៅស្រុកម៉ាឡៃទោះបីជាកំសត់បន្តិចមែននៅជាដែនបន្តិចមែនក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាបានជិះទៅខាងព្រៃភ្នំឬក៏ខាងចំការអីចឹងបងប្អូននឹងបានឃើញទេសភាពស្រុកម៉ាឡៃរបស់ខ្ញុំឡើងស្រស់ស្អាតមែនទេទោះបីជាដែនទូចគួរឲ្យកំសត់ប៉ុណ្ណឹងក៏នៅមានទេសភាពល្អដែរប៉ុន្តែពេលដែលខ្ញុំទំនេរបន្តិចខ្ញុំនឹងដើរថតនៅក្នុងស្រុករបស់ខ្ញុំថាតើស្រុករបស់ខ្ញុំមានអ្វីដែលស្អាតខ្លះមានអ្វីដែលប្លែកឲ្យបងប្អូនទាំងអស់គ្នាមកទស្សនាខ្លះហើយបើសិនជាអ្នកទាំងអស់គ្នាបានធ្វើដំណើរឆ្លងកាត់ស្រុកម៉ាឡៃកុំភ្លេចចូលហាងកាហ្វេផ្ទះសារាយផងអរគុណបងប្អូនជួបគ្នាវីដេអូក្រោយបាយបាយ